បន្ទាប់ពីក្រុមដង្ខៅក្របីបានធ្វើដំណើរទៅដល់វត្តបុរាណមួយដែលជាវត្តបាក់បែកត្រូវគេបោះបង់នោះកំឡោះរបស់ជើងជាមួយនឹងលោកពូក៏បានធ្វើដំណើរចូលទៅក្នុងវត្តនោះរំពេចនោះផងដែរស្រាប់តែមានចចកពីរក្បាលដែលជាចចកញីឈ្មោះក៏បានប្រាស់ខ្លួនរត់ចេញពីទីកន្លែងនោះរួចហើយសម្ដៅទៅកាន់វងក្របីនៅក្នុងពេលនោះធ្វើឲ្យសត្វក្របីផ្អើលឆោឡោក្រោយមកសត្វចចកញីឈ្មោះនោះក៏បានរត់ចេញពីទីកន្លែងនេះបាត់ទៅរឿងនោះបានធ្វើឲ្យអ្នកដង្ខៅក្របីទាំងអស់ភ្ញាក់ផ្អើលខ្លាំងណាស់បន្តិចក្រោយមកសុភ័ក្រជាមួយនឹងពូអាំក៏ចាប់ផ្ដើមធ្វើដំណើរចូលទៅកាន់វត្តបាក់បែកនោះទៅពួកគេបានដើរមើលទីកន្លែងនោះអស់មួយសន្ទុះក៏ប៉ុន្តែមិនធ្លាប់ឃើញថាមានព្រះសង្ឃទិដងឬក៏អ្នកណាចូលមកស្នាក់នៅទីកន្លែងនេះនោះទេក្រោយពីធ្វើដំណើរបានមួយសន្ទុះពួកគេស្រាប់តែបានឃើញព្រះពុទ្ធរូបមួយនៅខាងក្រោមដើមពោធិព្រឹក្សដ៏ធំពេលនោះសុភ័ក្រក៏បានសម្លឹងទៅកាន់មុខលោកពូក្រោយមកអ្នកទាំងពីរនាក់ក៏បានលុតជង្គង់រួចហើយសំពះទៅកាន់ព្រះពុទ្ធរូបនោះទៅបន្ទាប់ពីឃើញថាគ្មានអ្វីចម្លែកលោកពូព្រមទាំងសុភ័ក្រក៏បានធ្វើដំណើរចេញទៅខាងក្រៅវត្តរួចហើយបានប្រាប់ទៅកាន់ក្រុមដង្ខៅក្របីថាណែពួកយើងទាំងអស់គ្នានាំសត្វក្របីចូលទៅកាន់វត្តដែលគេបោះបង់នេះទៅមើលទៅប្រហែលជាគ្មានប្រសងនោះទេក្រោយមកអ្នកទាំងអស់គ្នាក៏ចាប់ផ្ដើមនាំសត្វក្របីរបស់ពួកគាត់ធ្វើដំណើរចូលទៅក្នុងវត្តនោះទៅនៅពេលនោះពូអាំគាត់ក៏បានប្រាប់ឲ្យគ្នារបស់គាត់រៀបចំដាំបាយដាំទឹកដោយសារតែព្រះអាទិត្យជិតលិចទៅហើយនៅពេលដែលអ្នកទាំងអស់គ្នាកំពុងតែរៀបចំដាំបាយទឹកនោះពូអាំជាមួយនឹងសុភ័ក្របានធ្វើដំណើរទៅខាងក្រោយនៅពេលនោះគាត់ស្រាប់តែបានឃើញថាកំណោចឆ្អឹងជាច្រើនត្រូវបានគេដាក់កោននៅលើគ្នាកំឡោះសុភ័ក្រក៏បានសម្លឹងមុខលោកពូក្រោយមកគេក៏បាននិយាយថាលោកពូតាមមើលទៅឆ្អឹងនេះប្រហែលជាមិនមែនជាមនុស្សដែលបានស្លាប់យូរនោះទេវាដូចជាថ្មីនេះដែរទេលោកពូរបស់គេក៏បានងក់ក្បាលក្រោយមកក៏បានតបថាមែនហើយក្មួយប្រុសតាមការសង្កេតមើលទៅវាមិនមែនជាឆ្អឹងមនុស្សដែលបានស្លាប់អស់រយៈពេលរាប់រយឆ្នាំនោះទេណែវាគួរឲ្យចម្លែកណាស់មិនមានមនុស្សរស់នៅតំបន់នេះចុះហេតុអ្វីក៏មានមនុស្សមកស្លាប់ទីកន្លែងនេះពេលដែលពួកគាត់កំពុងតែនិយាយគ្នាពូសុនគាត់ក៏បានធ្វើដំណើរចូលទៅបន្ទាប់ពីគាត់បានឃើញឆ្អឹងខ្មោចនោះគាត់ភ្ញាក់ផ្អើលខ្លាំងណាស់ពូសុនគាត់ក៏បាននិយាយទៅកាន់សម្លាញ់របស់គាត់ថានៅអាសម្លាញ់នៅក្បែរនេះគ្មានអ្នកភូមិអ្នកស្រុកនោះទេហើយចុះហេតុអ្វីក៏មានមនុស្សស្លាប់ច្រើនម្ល៉េះចំណែកឯឆ្អឹងនៅក៏លើគ្នាទៀតផងពេលនោះលោកពូក៏បានតបទៅកាន់សម្លាញ់របស់គាត់ថារឿងនេះហើយដែលខ្ញុំកំពុងតែឆ្ងល់នឹងឯងមើលទៅឆ្អឹងនេះប្រហែលជាស្លាប់មិនមែនយូរប្រមាណនោះទេខណៈពេលនោះពូសនគាត់ក៏បាននិយាយថាណែសម្លាញ់ហើយសយទៅមនុស្សធ្វើដំណើរចូលមកទីកន្លែងនេះត្រូវពួកចចកវាសម្លាប់ទេមិនដឹងអំបាញ់មិញនេះនៅពេលដែលឯងជាមួយលោកដង្ខៅតូចបានចូលមកក្នុងវត្តយើងបានឃើញចចកញីឈ្មោះពីរក្បាលបានរត់ចេញពីទីកន្លែងនេះក៏ប៉ុន្តែខ្ញុំចាប់អារម្មណ៍ថាភ្នែករបស់វាគឺក្រហមពេលនោះពូអាំក៏បាននិយាយទៅកាន់សម្លាញ់ថាម៉េចឯងបានឃើញភ្នែកវាក្រហមណែមើលទៅប្រហែលជាឯងនេះស្រវាងភ្នែកទេដឹងពូសុនគាត់ក៏បាននិយាយថាស្រវាងភ្នែកយ៉ាងម៉េចខ្ញុំបានឃើញច្បាស់ណាស់ណែម្យ៉ាងទៀតនៅពេលដែលយើងធ្វើដំណើរមកនោះខ្ញុំក៏បានឃើញថាមានមនុស្សប្រុសម្នាក់បានសម្លឹងនឹងចង្អុលមុខខ្ញុំដែរមើលទៅក្នុងវត្តនិងក្នុងស្រុកភូមិដែលគេបោះបង់នេះគួរឲ្យព្រឺព្រួយខ្លាំងណាស់ខណៈពេលនោះពូសុនក៏បាននិយាយបន្តទៀតថាមើលទៅក្រុងឆ្អឹងនេះបើមិនមែនជាសត្វចចកសម្លាប់ក៏ជាសត្វខ្លាដែរក៏ប៉ុន្តែពូអាំគាត់បានក្រវីក្បាលគាត់ក៏បានតបទៅកាន់សម្លាញ់ថាអត់ទេបើសិនជាពពួកសត្វចចកនិងពពួកសត្វខ្លាវាខំសម្លាប់មនុស្សបានហើយស៊ីនោះវាប្រកាសជាដណ្ដើមគ្នាក្រុងឆ្អឹងមិនមែននៅមូលដូច្នេះនោះទេតែខ្ញុំគិតថាការសម្លាប់នេះប្រហែលជាដោយសារស្នាដៃរបស់ធ្មប់មើលទៅទីកន្លែងនេះប្រកាសជាមានធ្មប់ស៊ីសាច់ពិតជាមិនខានបន្ទាប់ពីលើកថាមានធ្មប់ស៊ីសាច់ពូសុនគាត់ក៏បាននិយាយថា
ណែសំឡាញ់យ៉ាងម៉េចមានធ្មប់ស៊ីសាច់មនុស្សផងពេលនោះសំឡាញ់គាត់ក៏បានងក់ក្បាលរួចបានតបថាមែនហើយអ្នកចេះអាគមខ្មៅនោះនៅពេលដែលគេវក់បំវែងជាមួយនឹងមុនអាគមមិនជួបប៉ុន្មានពួកគេក៏បាយអាគមខ្លះដោយសារតែរៀនរបៀនដូចជាសត្វខ្លាពួកគេក៏បានប្រែក្លាយទៅជាពពួកខ្លាធ្មប់ជាដើមចំណែកឯខ្លះទៀតនោះហាត់រៀនអាគមខ្មៅបន្ទាប់ពីបាយអាគមទៅក៏ប្រែក្លាយទៅជាពពួកសត្វចចកដែលមានអាយុកាលច្រើនឆ្នាំពួកធ្មប់អស់នេះបន្ទាប់ពីបាយអាគមទៅមានអាយុវែងណាស់ដោយសារតែអានុភាពមុនអាគមខ្មៅរបស់គេនោះធ្វើឲ្យពួកគេមានអាយុវែងខុសប្លែកពីមនុស្សធម្មតានឹងឯងគ្រាន់តែលោកពូនេះចេះដូច្នោះពូសនព្រឺក្បាលខ្ញាក់តែម្ដងបន្ទាប់ពីពិភាក្សាគ្នារួចពួកគេក៏ចាប់ផ្ដើមដើរមើលជុំវិញបរិវេណនេះបន្តទៀតក៏ប៉ុន្តែក៏មិនបានឃើញអ្វីប្លែកដែរក្រោយមកអ្នកទាំង3ក៏បានត្រឡប់ទៅកាន់ទីកន្លែងគ្នារបស់គាត់វិញដើរមិនទាន់នឹងបានដល់កន្លែងផងរំពេចនោះស្រាប់តែបានឮអ្នកកំពុងតែសម្រាកដាំបាយដាំទឹកនោះស្រែកផ្អើលឆោឡោឡើងបន្ទាប់ពីឮសំឡេងគ្នារបស់គាត់កំពុងតែស្រែកអ្នកទាំង3នាក់ក៏ចាប់ផ្ដើមប្រញាប់ប្រញាល់រត់សម្ដៅទៅកាន់ទីកន្លែងនោះភ្លាមនោះពូអាមគាត់ក៏បានសួរទៅកាន់គ្នាគាត់ថាណែហើយចោះមានរឿងអ្វីទៅបានជាពួកឯងស្រែកលឺម្លេះពូសៅគាត់ក៏បានចង្អុលទៅមុខក្រោយមកគាត់និយាយថាណែអាសម្លាញ់ឯងមើលណោពោះក្បាលពីរអ្នកទាំងអស់គ្នាក៏ចាប់ដើមសម្លឹងទៅតាមដៃដែលពូសៅគាត់បានចង្អុលនៅក្នុងពេលនោះពួកគាត់ក៏បានឃើញសត្វពស់ក្បាលពីរដែលជាពស់វែកក្របីកំពុងតែបើកពពាភ្លាមនោះអ្នកទាំងអស់គ្នាក៏ចាប់ដើមស្រងាក់ចិត្តដោយសារតែពួកគាត់មិនធ្លាប់ឃើញសត្វពស់ក្បាលពីរពិតប្រាកដនោះទេអ្នកខ្លះធ្លាប់តែឮគេនិយាយតែប៉ុណ្ណោះខណៈពេលនោះពូសៅបាននិយាយថាណែអាសម្លាញ់គិតយ៉ាងម៉េចទៅណែវាយវាសម្លាប់ចោលតែម្ដងទៅការពារក្រៃពេលជប់ប្រឡប់វាមកចឹកយើងពូសៅនឹងគ្នារបស់គាត់ក៏ចាប់ដើមទៅទាញដំបងតែនៅពេលនោះពូអាមគាត់បាននិយាយឡើងថាណែនៅស្ងៀមសិនទៅកុំធ្វើអីទៅដល់វាពួកសត្វអស់នេះប្រហែលជាវាមិនធ្វើអ្វីជើងនោះទេធម្មតាឮចាស់បាននិយាយថាពពួកសត្វចម្លែកដូចនេះវាប្រហែលជាពពួកបារមីគេកាន់ណាស់ហើយទុកឲ្យខ្ញុំខណៈពេលនោះពូអាមគាត់ក៏បានដើរទៅកាន់រទេះរួចហើយទៅយកសំបកក្រូចសើចយកមកក្តាប់ជាប់នៅនឹងដៃបន្ទាប់ពីក្តាប់សំបកក្រូចសើចនោះហើយគាត់ក៏ចាប់ដើមសូត្រផ្លុំគាថារបស់គាត់រួចហើយគប់សំបកក្រូចសើចនោះសំដៅទៅកាន់ពស់ក្បាលពីរសត្វពស់នោះក៏ចាប់ដើមរញោមខ្លួនរួចហើយក៏បានបង្រួមឈប់បើកពពាវាត្រឡប់ក្រោយចេញពីទីកន្លែងនេះបាត់ទៅនៅពេលនោះពួកគាត់មានអារម្មណ៍ថាផិតភ័យខ្លាំងណាស់តាំងពីកើតមកមិនធ្លាប់បានឃើញពស់ក្បាលពីរនោះទេពូសៅគាត់បាននិយាយទៅកាន់សម្លាញ់គាត់ថាណែអាមនៅទីកន្លែងនេះចម្លែកណាស់វើយមានពស់ក្បាលពីរទៀតតាំងពីកើតមកទើបតែថ្ងៃនេះទេខ្ញុំបានឃើញច្បាស់ផ្ទាល់នឹងភ្នែកកាលពីមុនធ្លាប់តែឮចាស់និយាយតែប៉ុណ្ណោះពូអាមគាត់ក៏បានតបថានៅមានរឿងច្រើនទៀតដែលយើងមិនធ្លាប់ឃើញចាស់និយាយប្រាប់តែក្មេងមិនជឿក៏ប៉ុន្តែឥឡូវនេះពួកយើងបានឃើញច្បាស់នឹងភ្នែកហើយពស់ក្បាលពីរគឺមានពិតប្រាកដបន្ទាប់ពីនោះទៅពួកគាត់ក៏ចាប់ផ្ដើមរៀបចំដាំស្លស្លុករួចហើយក៏បានទទួលទានអាហារបន្ទាប់ពីនោះទៅថ្ងៃក៏លិចបាត់ទម្លាប់របស់ពួកគាត់នៅពេលដែលហូបអាហាររួចតែងតែបង្កាត់ភ្លើងអង្គុយប្រោកប្រាយគ្នាមួយសន្ទុះបន្ទាប់ពីនោះទៅពូសនគាត់ក៏បាននិយាយទៅកាន់សម្លាញ់ថាណែសម្លាញ់យើងគួរតែមានការប្រុងប្រយ័ត្នបន្តិចនៅក្នុងភូមិនៃបោះបង់នេះមើលទៅគួរឲ្យខ្លាចណាស់ខ្ញុំបានឃើញរឿងហេតុកើតឡើងនៅពេលល្ងាចមិញនោះធ្វើឲ្យខ្ញុំភ័យរន្ធត់មិនទាន់នឹងបាត់នោះទេមើលទៅតំបន់នេះប្រហែលជាសម្បូរខ្មោចព្រាយណាស់ពូអាមគាត់ក៏បានតបទៅកាន់សម្លាញ់គាត់ថាណែព្រៃណាក៏វាសម្បូរខ្មោចព្រាយដែរគ្រាន់តែមានពពួកកាចនិងពពួកស្លូតតែប៉ុណ្ណោះណាស់ហើយយើងមានអាគមទេតាបើសិនជាវាលេងជាមួយនឹងយើងលេងជាមួយនឹងវាវិញទៅពួកយើងធ្វើដំណើរមកឆ្ងាយគឺសន្សំតែសក់នោះទេក៏ប៉ុន្តែបើសិនជាពួកអមនុស្សក៏ឃ្លឿនចង់លេងអាគមជាមួយនឹងយើងក៏មិនប្រណីដៃទៅកាន់ពួកវាដែរឥឡូវនេះ
សៅជាមួយនឹងសនឯងនៅជាមុនទៅពួកយើងសម្រាប់បន្ទាប់ពីយប់ជ្រៅនៅពេលដែលសម្បូរគ្រោះថ្នាក់នោះទុកឲ្យខ្ញុំជាមួយនឹងក្មួយប្រុសខ្ញុំជាអ្នកនៅជាមការបន្តទៀតក្រោយពីប្រោកប្រាជ្ញគ្នារួចពួកគាត់ក៏ចាប់ផ្ដើមសម្រាកយកកម្លាំងទៅចំណែកឯពូសននិងពូសៅបានកាន់កាំភ្លើងរបស់គាត់អង្គុយនៅក្បែរភ្លើងរួចឆោយប្រោកប្រាជ្ញគ្នាពេលនោះពូសៅគាត់ក៏បានសួរទៅកាន់សម្លាញ់គាត់ថាណែសនកាលពីល្ងាចមិញនេះឯងថាបានឃើញស្អីគេវើយឯងមើលមិនឃើញផងពូសនគាត់ក៏បានតបថាសម្លាញ់គ្នាបានឃើញដូចជាមនុស្សប្រុសបុរាណមើលទៅមុខអាក្រក់ខ្លាំងណាស់ស្លៀកពាក់បែបបុតបុរាណមួយយ៉ាងទៀតចង្អុលមុខគ្នារឿងនោះបានធ្វើឲ្យគ្នាព្រឺព្រួចមិនតនឹងបាត់នោះទេណែខ្ញុំចង់ឲ្យឯងជួបម្ដងណាចង់ឯងបានដឹងថាវាគួរខ្លាចប៉ុណ្ណាពូសៅគាត់ក៏បាននិយាយទៅកាន់សម្លាញ់គាត់ថាណែវើយសុកចង់ឲ្យឯងជួបខ្មោចអានេះនិយាយមកគឺមិនតំណងសោះពួកគាត់ប្រោកប្រាជ្ញគ្នាបានមួយសន្ទុះអ្នកផ្សេងទៀតក៏បានសម្រាកលងលូអស់ក៏ប៉ុន្តែពេលនោះគាត់ស្រាប់តែបានលឺសំឡេងតិចតឹបបានបន្លឺចេញមកពីក្បែររទេះរបស់ពួកគាត់ក្រោយពីបានលឺសំឡេងនោះពូសនជាមួយនឹងពូសៅក៏ចាប់ដើមសម្លឹងមុខគ្នាអ្នកទាំងពីរសុទ្ធតែអ្នកខ្លាចខ្មោចផងនោះខណៈនោះពូសៅបាននិយាយថាណែសនតើគិតយ៉ាងម៉េចទៅយើងគួរតែទៅមើលដែរឬទេពូសនងក់ក្បាលក្រោយមកគាត់ក៏តបថាណែនិយាយមិនទៅមើលយ៉ាងម៉េចនៅលើរទេះហើយសោយពពួកសត្វចចកឬក៏ពពួកសត្វអ្វីផ្សេងមកកាយស្បៀងរបស់យើងអស់ទៅបានអីស៊ីនៅក្នុងថ្ងៃស្អែកនេះនៅពេលនោះពូសៅគាត់បានកាន់ចន្លោះចំណែកឯពូសនកាន់កំភ្លើងជាប់នៅនឹងដៃខណៈពេលនោះគាត់ក៏បានដើរសម្ដៅទៅកាន់រទេះរបស់គាត់ដែលកំពុងតែលឺស្នូតតិចតឹបយ៉ាងខ្លាំងនោះពួកគាត់មានអារម្មណ៍ផិតភ័យខ្លាំងណាស់ដើរមួយសម្ដៅទៅកាន់រទេះក៏ប៉ុន្តែនៅក្នុងពេលនោះពួកគាត់ស្រាប់តែបានឃើញថាគ្មានអ្វីនៅក្នុងរទេះនោះទេភ្លាមនោះពូសៅគាត់ក៏បានយកដៃរបស់គាត់ទៅគោះនៅលើកាបរទេះបន្តិចភ្លាមនោះស្រាប់តែមានសត្វកណ្ដុរមួយក្បាលដ៏ធំបានរត់ចេញពីលើរទេះអ្នកទាំងពីរនាក់បានធូរទ្រង់ខ្ញាក់រួចហើយគាត់បាននិយាយថាគ្រាន់តែជាសត្វកណ្ដុរទេវើយគ្មានរឿងអ្វីនោះទេបន្ទាប់ពីក្រឡេកមើលឆ្វេងស្ដាំពួកគាត់ក៏បានត្រឡប់ទៅកាន់កន្លែងរបស់គាត់វិញទៅបន្ទាប់ពីអង្គុយបានបន្តិចពូសៅគាត់បាននិយាយថាណែអាសនសំឡេងមិញនេះលឺខ្លាំងណាស់ពេលដែលទៅដល់បែរជាបានឃើញសត្វកណ្ដុរវិញដូចជាមិនសមតតែសោះចំណែកឯពូសនបានសម្លឹងមុខសម្លាញ់រួចនិយាយថាពិតមែនហើយសំឡេងបាញ់មិញនេះហាក់ដូចជាមានអ្នកណាលើករទេះរបស់ជើងទម្លាក់ក្បាលទៅលើដីឬសោតិចទៅក៏ប៉ុន្តែទៅដល់ស្រាប់តែបានឃើញសាច់កណ្ដុរដូចជាគួរឲ្យឆ្ងល់ខ្លាំងណាស់អ្នកទាំងពីរប្រាជ្ញគ្នាបណ្ដាលយកឈើឆ្កឹះរងើកភ្លើងដាក់ទៅកាន់កំណបណ្ដាលតែនៅពេលនោះសំឡេងតិចតឹបក៏ចាប់ដើមលឺម្ដងទៀតនៅពេលនេះលឺខ្លាំងជាងមុនទៅទៀតពូសននិងពូសៅក៏ចាប់ដើមសម្លឹងមុខគ្នាសារជាថ្មីខណៈពេលនោះពូសៅបាននិយាយថាទៀតហើយសង្ស័យថាកណ្ដុរទៀតហើយតោះពួកយើងទៅដេញវាចេញអ្នកទាំងពីរក៏បានក្រោកឡើងដើរសម្ដៅទៅកាន់រទេះសារជាថ្មីក៏ប៉ុន្តែពេលនោះធ្វើឲ្យគាត់ភ្ញាក់ផ្អើលខ្លាំងណាស់មានក្មេងប្រុសម្នាក់កំពុងតែលើករទេះរបស់គាត់នៅខាងក្បាលក្រពើលើកទម្លាក់ឮសូរតិចតឹបចំណែកឯក្បែរក្មេងប្រុសម្នាក់នោះគឺមានស្ត្រីម្នាក់ទៀតស្លៀកពាក់បែបបុរាណកំពុងតែសម្លឹងសោចទៅកាន់ក្មេងប្រុសម្នាក់នោះតាមមើលទៅវាប្រហែលជាព្រាយម៉ែហើយនឹងកូនហើយបន្ទាប់ពីឃើញអ្នកទាំងពីរនាក់ចូលទៅដល់ស្រាប់តែនាងព្រាយក៏ចាប់ដើមលៀនភ្នែករួចឆោយទម្លាក់អណ្ដាតស្ទើរតែដល់កាបរទេះនាងព្រាយមួយក្បាលនោះមានកម្ពស់ខ្ពស់ខ្លាំងណាស់ខណៈពេលនោះពូសៅបាននិយាយថាអាសនព្រាយទេតើអាសនអ្នកទាំងពីរក៏ចាប់ផ្ដើមស្រែកមួយទំហឹងលើខ្ទរពេញទៅទីកន្លែងនោះចំណែកកូនព្រាយបន្ទាប់ពីឮសំឡេងអ្នកទាំងពីរនាក់វាក៏ចាប់ផ្ដើមក្រឡេកមុខទៅមុខរបស់កូនព្រាយនោះរុង
ម្យ៉ាងទៀតមើលទៅគួរឲ្យខ្លាចខ្លាំងណាស់កូនព្រាយក៏ចាប់ដើមរត់សម្ដៅទៅរកអ្នកទាំងពីរនាក់ពូសុនភ័យណាស់ក៏បានទាត់វាមួយជើងឲ្យរមៀលពេញដីនៅពេលនោះកូនព្រាយក៏ចាប់ដើមស្រែកទ្រហោយំម្ដាយរបស់វាក៏ចាប់ដើមចង្អុលមុខអ្នកទាំងពីរនាក់ក្រោយមកនាងព្រាយបាននិយាយថាអាពីរនាក់ឯងហ៊ានធ្វើបាបកូនរបស់ជើងផងឯងនេះពិតជាមិនខ្លាចស្លាប់មែនពេលនោះនាងព្រាយក៏ចាប់ដើមលូកដៃទៅច្របាច់កអ្នកទាំងពីរនាក់នោះពេលនោះពូសៅបាននិយាយថាអត់ទេព្រាយកុំធ្វើអ្វីជើងពួកយើងគ្មានចេតនានោះទេខណៈពេលនោះផងដែរស្រាប់តែសុភ័ក្រជាមួយនឹងពូអាំក៏បានធ្វើដំណើរទៅដល់សុភ័ក្របានទាញអង្គដំណើបរួចឆោយគប់សម្ដៅទៅរកដៃនាងព្រាយអង្គដំណើបប្រែខ្លាចជាដុំភ្លើងតូចតូចទៅរយលើដៃរបស់នាងព្រាយនោះក៏ចាប់ផ្ដើមដកដៃចេញយ៉ាងលឿនរួចឆោយជជុះលលាស់ក្របអង្គដំណើបនោះឲ្យចេញពីដៃរបស់នាងដោយសារកំពុងតែក្តៅនៅពេលនោះសុភ័ក្របាននិយាយថាណែព្រាយពួកយើងមកទីកន្លែងនេះត្រឹមតែស្នាក់អាស្រ័យសន្សំតែសុខតែប៉ុណ្ណោះហេតុអ្វីក៏នាងចង់ព្យាបាទមកកាន់ពួកយើងនាងព្រាយបានតបថាយើងមិនបានទៅរករឿងពួកឯងមុននោះទេគឺវាពីរនាក់នោះជាអ្នកមកធ្វើបាបកូនប្រុសរបស់យើងក៏ប៉ុន្តែពូសុនគាត់បាននិយាយថាអត់ទេដង្ខៅតូចពួកខ្ញុំមិនបានធ្វើបាបនោះទេគឺពួកវានេះមកលើកក្បាលរទេះទម្លាក់ដេកដឹបខ្ញុំបានឮសំឡេងនេះពួកខ្ញុំក៏បានធ្វើដំណើរមកក្រោយមកក៏បានឃើញកូនព្រាយនេះវារត់សម្ដៅមករកខ្ញុំខណៈពេលនោះកូនព្រាយក៏ចាប់ដើមស្ទុះឡើងពីដីរួចហើយស្រវាទៅតោងលើម្ដាយរបស់វាពូអាំគាត់បាននិយាយឡើងថាណែព្រាយបានហើយយើងមិនចង់វេនចងកម្មជាមួយនឹងនាងនោះទេឆាប់រលាយបាត់ចេញពីទីកន្លែងនេះទៅតែនឹងព្រាយបានស្ទើរខ្លាំងលើសំឡេងខ្ទរជុំវិញបរិវេណវត្តបុរាណនេះនាងក៏ចាប់ដើមដាក់កូនរបស់នាងចោះរួចហើយក៏ចាប់ដើមចង្អុលទៅកាន់អ្នកទាំងអស់គ្នាភ្លាមនោះស្រាប់តែកូនព្រាយក៏ចាប់ដើមរត់សម្ដៅទៅរកខំបំពង់ករបស់ពូសៅតែម្ដងនេសុភ័ក្រទាញកំបិតគប់សម្ដៅទៅរកកូនព្រាយនោះបានទម្លុះខ្លួនរបស់វាដោយសារតែអំណាចមន្តអាគមកូនព្រាយប្រកាច់រនាលពេញដីរួចហើយក៏បានឆេះរលាយបាត់ពីទីកន្លែងនោះទៅនាងព្រាយមកអាក្រក់ខឹងខ្លាំងណាស់បន្ទាប់ពីបានឃើញអ្នកទាំងអស់គ្នានេះធ្វើបាបទៅកាន់កូនសំណប់ចិត្តរបស់វានាងព្រាយពន្លត់ខ្លួនខ្ពស់ឡើងរួចហើយក៏ចាប់ដើមបង្កើតផ្សែងខ្មៅអ៊ូអាប់ដើម្បីធ្វើទីកន្លែងនេះប្រែជាសភាពងងឹតខ្លាំងនិងងាយស្រួលឲ្យនាងសម្លាប់ទៅកាន់ពួកអ្នកទាំងអស់គ្នានេះក៏ប៉ុន្តែពេលនោះផងដែរពូអាំគាត់ក៏ចាប់ដើមទាញចន្លោះចេញពីដៃរបស់ពូសៅហើយគាត់ក៏ចាប់ដើមសូត្រផ្លុំគាថារបស់គាត់ភ្លាមនោះខ្យល់មិនអាចធ្វើឲ្យចន្លោះនោះរលត់បាននោះទេដោយសារតែអានុភាពរបស់ពូអាំនឹងឯងពេលនោះនាងព្រាយក៏ចាប់ដើមលុកដៃទៅច្របាច់កអ្នកទាំងអស់គ្នានោះដៃរបស់នាងវែងខ្លាំងណាស់ពេលនោះពូអាំគាត់ក៏ចាប់ដើមដោះខ្សែកថាចេញពីចង្កេះសូត្រផ្លុំបោះទៅលើដីភ្លាមខ្សែកថារបស់គាត់ក៏ប្រែคล้ายទៅជាសត្វពស់មួយក្បាលរួចហើយក៏ចាប់ដើមទៅរំពាត់លើខ្លួនរបស់នាងព្រាយសត្វពស់នោះរំទៅលើនាងព្រាយកាន់តែខ្លាំងឡើងរួចហើយខ្លួនរបស់វាក៏ចាប់ដើមប្រែទៅជាក្រហមឡើងមួយផ្លែតក្រោយមកខ្សែកថានោះក៏ចាប់ដើមធ្វើឲ្យខ្លួនរបស់នាងព្រាយឆេះសន្ធោសន្ធៅរួចហើយរលាយបាត់ចេញពីទីកន្លែងនេះទៅក្រោយពីរឿងនោះស្ងប់ស្ងាត់លោកពូគាត់ក៏បានយកខ្សែកថារបស់គាត់មកចងភ្ជាប់នៅនឹងចង្កេះរបស់គាត់វិញអ្នកទាំងអស់គ្នាក៏ចាប់ដើមធ្វើដំណើរសម្ដៅទៅកាន់ទីកន្លែងដែលពួកគាត់បានសម្រាកពេលនោះពូសុនគាត់បាននិយាយថាណែអាម៉ាដូចជាមិនស្រួលទេនៅទីកន្លែងនេះដូចជាគ្រោះថ្នាក់ខ្លាំងណាស់ពូអាមគាត់ក៏បានតបថាអើយពូឯងកុំខ្លាចពេកមានយើងនៅទីកន្លែងនេះហើយឥឡូវនេះពូឯងនៅជាមកម្មបន្តទៀតទៅពួកខ្ញុំសម្រាប់យកកម្លាំងសិនណែបើសិនជាមានរឿងអ្វីមិនស្រួលស្រែកហៅពួកយើងទៅយើងនឹងចាត់ការទៅលើវាបន្ទាប់ពីនោះទៅអ្នកទាំងអស់គ្នាក៏ចាប់ដើមសម្រាប់ទៅវិញចំណែកឯពូសៅជាមួយនឹងពូសុនបានអង្គុយយាមបន្តទៀតទៅអ្នកទាំងពីរនាក់បែកញើសពេញថ្ងាសសម្លឹងមុខគ្នា
ខណៈពេលនោះស្រាប់តែបានឃើញស្រមោលអ្វីមួយបានរត់ចេញពីទីកន្លែងនេះពូសៅគាត់បាននិយាយថានៅអាសន្នដូចជាបានឃើញមនុស្សស្រីរត់ចេញមកពីខាងក្រៅខ្នងរបស់ពួកជើងឯងមិនបានឃើញដែរទេពូសនគាត់ក៏បានតបថាអញឃើញទេតើនោះគឺជាមនុស្សស្រីស្លៀកពាក់សមើលទៅប្រហែលជាខ្មោចអ្នកទាំងពីរនាក់ក៏ចាប់ផ្ដើមក្រឡេកឆ្វេងស្ដាំរកមើលក្រែងលោមានខ្មោចមកធ្វើបាបទៅកាន់ពួកគាត់បន្តទៀតក៏ប៉ុន្តែមិនបានឃើញនោះទេមួយផ្លែតក្រោយមកពួកគាត់ក៏បានអង្គុយស្ងៀមរួចហើយសម្លឹងតិចតិចចេះតែដៀងកន្ទុយភ្នែកមើលទៅជុំវិញបរិវេណក្បែរខ្លួនក៏ប៉ុន្តែដូចជាមិនបានឃើញអ្វីបន្តទៀតឡើយពេលនោះអារម្មណ៍ពួកគាត់ក៏រៀងស្ងប់ស្ងាត់ទៅវិញខណៈពេលនោះពូសុនក៏បាននិយាយទៅកាន់សម្លាញ់ថាណែសៅអំបញ្ញមិញឯងមើលច្បាស់ដែរទេថាខ្មោចនោះវាមានមុខមាត់យ៉ាងម៉េចពូសៅគាត់ក៏ចាប់ផ្ដើមចំហមាត់ក្រោយមកគាត់ក៏បាននិយាយថាអញឃើញច្បាស់ណាស់មុខមាត់វាអាក្រក់ណាស់មានអណ្ដាតវែងមានភ្នែកពោពេញទៅដោយឈាមពូសុនគាត់រៀងអស់សំណោចគាត់បាននិយាយថាម៉េចនាងនោះដើរលឿនណាស់ហើយអ្វីក៏ឯងមើលតន់ឃើញភ្នែកមានឈាមមានអណ្ដាតវែងទៀតអញមើលមិនតន់ផងហ្នឹងតែពេលនោះពូម៉ៅគាត់ក៏បានតបថាអញឃើញច្បាស់ណាស់គឺវានៅខាងក្រៅខ្នងឯងហ្នឹងពូសុនភ្ញាក់ព្រឺតក៏លេចមើលក្រោយស្រាប់តែបានឃើញនាងខ្មោចនោះកំពុងតែឈរទម្លាក់អណ្ដាតរួចហើយញញឹមដាក់ទៅកាន់គាត់ពូសុនភ្ញាក់ពេកគាត់ក៏បានស្រែកវាស់ធ្វើឲ្យអ្នកទាំងអស់គ្នានៅទីកន្លែងនេះចាប់ផ្ដើមភ្ញាក់ព្រឺតតែម្ដងគ្រប់គ្នាស្រវៃស្រវាទាញយកកំភ្លើងក្រោកឡើងរួចហើយសម្លឹងទៅខាងក្រៅខ្នងរបស់ពូសុននៅពេលនោះពួកគេក៏បានឃើញថាមានខ្មោចស្រីម្នាក់មានសក់វែងស្លៀកសម្លៀកបំពាក់ពណ៌សកំពុងតែឡងបន្លាចទៅកាន់ពួកគេពូអាំគាត់បាននិយាយឡើងថាអើយមើលទៅពួកនេះពិតជារមាស់ស្បែកខ្លាំងណាស់យើងគ្រាន់តែមកសម្រាប់ធម្មតានោះទេហេតុអ្វីក៏ពួកវាមករញ៉េរញ៉ៃដាក់យើងរហូតអញ្ចឹងក្រោយពីនិយាយរួចពូអាំគាត់ក៏បានទាញខ្សែកថាពីចង្កេះរួចហើយវត្តតែមួយឆ្វាប់ទៅលើនាងខ្មោចនោះនាងខ្មោចក៏បានប៉ើងខ្ទាតថយក្រោយក៏ប៉ុន្តែនាងនេះហាក់ដូចជាខឹងសម្បាជាមួយនឹងអ្នកទាំងអស់គ្នាខ្លាំងណាស់នាងនោះក៏ចាប់ផ្ដើមហោះសម្ដៅចូលមកសាជាថ្មីម្ដងទៀតភ្លាមនោះពូអាំគាត់ក៏ចាប់ផ្ដើមយកខ្សែកថានោះក្តាប់នៅនឹងដៃសូរគុំគប់សម្ដៅទៅសាជាថ្មីខ្សែនោះក៏ចាប់ផ្ដើមរត់ទៅលើខ្លួនរបស់នាងរត់ខ្លាំងឡើងរហូតដល់ដិតនាងឲ្យរលាយបាត់ចេញពីទីកន្លែងនេះមួយទៀតទៅមើលទៅពពួកខ្មោចព្រាយប្រហែលជាវាធ្លាប់លងបន្លាចទៅកាន់មនុស្សបានដែលបានចូលមកសម្រាកនៅក្នុងវត្តអារាមចាស់នេះដូច្នេះហើយទើបពួកវាចេះតែមកលងបន្លាចទៅកាន់ពួកដង្ខៅក្របីនេះបន្ទាប់ពីនោះទៅពួកគាត់ក៏បានប្រជុំគ្នាលែងដេកបន្តទៀតហើយពូសៅគាត់បាននិយាយថាអើយកាលពីម្សិលមិញនេះមិនបានសម្រាកឥឡូវនេះមើលទៅប្រហែលជាមិនបានសម្រាកទៀតហើយខណៈពេលនោះសុភ័ក្របាននិយាយថាទីកន្លែងនេះគឺពោពេញទៅដោយគ្រោះថ្នាក់ដោយសារតែស្រុកភូមិនេះកាលពីមុនប្រហែលជាធ្លាប់មានមនុស្សស្លាប់ច្រើនទើបទីកន្លែងនេះត្រូវគេបោះបង់ដូច្នេះហើយពពួកវិញ្ញាណតែតអនាថាប្រកាសជារស់នៅទីកន្លែងនេះចាំឡងបន្លាចទៅកាន់មនុស្សដែលបានធ្វើដំណើរចូលមកកាន់តំបន់របស់ពួកគេមិនអីនោះទេពួកអស់នេះវាមិនអាចធ្វើអ្វីចឹងបានខ្លាំងខ្លះអីនោះទេគ្រាន់តែឡងបន្លាចតែប៉ុណ្ណោះតែរឿងដែលគួរឲ្យខ្លាចនោះគឺជាបិសាចដែលបានស៊ីមនុស្សនោះតើវានៅឯទីណាទៅមើលទៅប្រហែលជាកណ្ដាលត្រៀតពួកវាប្រកាសជាបង្ហាញខ្លួនពិតជាមិនខាននោះទេនៅក្នុងជប់នោះពួកគាត់ក៏មិនបានសម្រាកបន្តទៀតហើយពួកគាត់ក៏បាននាំគ្នាអង្គុយនៅទីកន្លែងនោះបន្តទៀតក៏ប៉ុន្តែនៅពេលដែលពួកគាត់កំពុងតែអង្គុយស្រាប់តែលឺសម្រាប់ជើងហាក់ដូចជាមានមនុស្សកំពុងតែដើរមកទីកន្លែងនេះភ្លាមនោះពួកគេក៏បានលឺសំឡេងមួយសួរថាណែពួកញោមគឺជាពួកដង្ខៅក្របីមែនឬទេអ្នកទាំងអស់គ្នាបន្ទាប់ពីឃើញព្រះសង្ឃពួកគេក៏បានក្រោករួចហើយលើកដៃសំពះពូអាំគាត់បាននិយាយថាកណាព្រះអង្គខ្ញុំគឺពួកដង្ខៅក្របីបានធ្វើដំណើរមកពីឆ្ងាយពួកខ្ញុំកណាក៏បានដល់រមឹកនៅក្នុងបរិវេណនេះដែរ
ក្រៃលោកឃើញព្រះសង្ឃទុដងក៏ប៉ុន្តែមិនបានឃើញអ្នកណាសម្បីតែម្នាក់ហើយចុះព្រះអង្គនិមន្តមកពីណាទៅកាលពេលល្ងាចមិញខ្ញុំមិនបានឃើញព្រះអង្គនោះទេព្រះសង្ឃទុដងអង្គនោះក៏បានតបថាអាត្មាបាននិមន្តមកពីបិណ្ឌបាតកាលពេលល្ងាចមិញនេះអាត្មាមិននៅវត្តអារាមនោះទេណែហើយចុះពួកញោមគិតថាធ្វើដំណើរទៅណាទៀតដែរសុភ័ក្រក៏បានឆ្លើយតបថាកណាព្រះអង្គខ្ញុំប្រកាសណាសម្រាប់នៅទីកន្លែងនេះតែមិនជប់នោះទេខ្ញុំប្រកាសណានឹងបន្តដំណើរទៅទៀតមិននៅរំខានទៅដល់ព្រះអង្គនោះឡើយខណៈនោះព្រះសង្ឃអង្គនោះក៏បានសម្លឹងទៅកាន់សត្វក្របីរបស់ពួកគាត់ព្រះសង្ឃក៏លន់មាត់និយាយឡើងថាសត្វក្របីធំល្អខ្លាំងណាស់ណែមិនអីទេពួកញោមនាំគ្នាសម្រាប់ទៅអាត្មាត្រឡប់ទៅវិញហើយក្រោយពីមានសង្ឃការរួចព្រះសង្ឃទុដងអង្គនោះក៏បាននិមន្តចេញពីទីកន្លែងនេះបាត់ទៅបន្ទាប់ពីព្រះសង្ឃបាននិមន្តចេញទៅបាត់ពូអាំបាននិយាយថាណែកាលពីល្ងាចមិញនេះពួកយើងដើរមើលជុំវិញទីកន្លែងនេះដែរមិនបានឃើញព្រះសង្ឃនោះទេសំបីតែទីកន្លែងដែលមនុស្សសម្រាប់ក៏គ្មានដែរតើព្រះសង្ឃអង្គនេះនិមន្តចេញមកពីណាសុភ័ក្រក៏បានសម្លឹងមកលោកពូក្រោយមកគេក៏បាននិយាយថាលោកពូមើលទៅដូចជាមិនស្រួលទេកៅភ្នែករបស់ព្រះសង្ឃនេះក្រឡេកក្រឡាប់ខ្លាំងណាស់ពូមានបានចាប់អារម្មណ៍សង្ឃដីកាដែលព្រះអង្គបាននិយាយមកកាន់ជើងដែរទេគឺព្រះអង្គបាននិយាយថាកាលពេលល្ងាចមិញនេះព្រះអង្គនិមន្តទៅបិណ្ឌបាតតើព្រះសង្ឃឯណាឆាន់ចង្ហាន់ពេលជប់ទៅនេះប្រហែលជាពួកធ្មប់បន្លំខ្លួនធ្វើជាសង្ឃពិតជាមិនខាននោះទេពួកយើងគួរតែប្រុងប្រយ័ត្នមើលទៅដោយសារតែឃើញយើងគ្នាច្រើនទើបសង្ឃអង្គនោះវិលត្រឡប់ទៅវិញក្រោយពីពិភាក្សាគ្នារួចពូអាំគាត់ក៏បានយកប្រទាលអ្វីម្យ៉ាងរួចហើយកាច់ហុចទៅឲ្យគ្នារបស់គាត់ពូអាំគាត់បាននិយាយថាណែពួកយើងទាំងអស់គ្នាយកវាដាក់បៀមនៅក្នុងមាត់ទៅរួចហើយធ្វើដូចជាដេកលក់មើលទៅបន្តិចទៀតព្រះសង្ឃអង្គនោះប្រកាសជាត្រឡប់មកវិញក្រោយមកពួកគេក៏ចាប់ផ្ដើមយកប្រទាលដែលពូអាំបានឲ្យទៅកាន់ពួកគេនោះដាក់ចូលទៅក្នុងមាត់ទៅក្រោយមកក៏បានអោបកំភ្លើងសងំធ្វើហាក់ដូចជាដេកលក់លោកដល់មួយសន្ទុះធំក្រោយមកស្រាប់តែព្រះសង្ឃអង្គនោះបានវិលត្រឡប់មកសាជាថ្មីរួចហើយក៏ចាប់ផ្ដើមប្រណម្យដៃសូត្រសាបនៃមន្តអាគមរំពេចនោះស្រាប់តែផ្សែងខ្មៅក៏បានទៅក្របដណ្ដប់ជុំវិញបរិវេណទីកន្លែងនោះផ្សែងខ្មៅនោះកើតឡើងដោយសារតែមន្តអាគមរបស់សង្ឃអង្គនឹងឯងតាមពិតទៅផ្សែងខ្មៅនេះគឺជាអាគមដែលគេតែងតែប្រើប្រាស់សណ្ដំទៅកាន់អ្នកភូមិឬក៏ពពួកឈ្មួញនិងដង្ខៅក្របីនឹងឯងតាមពិតទៅវាគឺជាមន្តអាគមមហាសណ្ដំដែលសណ្ដំឲ្យគូភាគីម្ខាងទៀតដេកលងលក់ហាក់ដូចជាមនុស្សស្លាប់រួចហើយនឹងអាងចូលទៅចាត់ការនឹងឯងក្រោយពីសូត្រមន្តអាគមសណ្ដំរួចព្រះសង្ឃអង្គនោះក៏ចាប់ផ្ដើមបង្ហាញរូបរាងពិតព្រះសង្ឃក៏បានដោះស្បង់ចពោចេញបានបង្ហាញរូបរាងតាចាស់ដែលមានរូបរាងស្គមសាក់យ័ន្តពេញខ្លួនភ្នែកខ្មៅមើលទៅគួរឲ្យខ្លាចបន្ទាប់ពីនោះទៅតាចាស់ក៏ចាប់ផ្ដើមប្រែរូបរាងคล้ายទៅជាសត្វចចកដ៏ធំមួយក្បាលហើយក៏បានធ្វើដំណើរសម្ដៅទៅរកអ្នកដង្ខៅក្របីទាំងអស់គ្នានោះតាចាស់ម្នាក់នោះគឺជាមនុស្សចចកដែលធ្លាប់ហាត់រៀនមន្តអាគមបែកអាគមនឹងឯងក្រោយពីដើរចូលទៅស្រាប់តែពួកអ្នកទាំងអស់គ្នាក៏បានក្រោកឡើងរួចហើយក៏បានទាញកំភ្លើងបាញ់ស្រោះគ្នាសម្ដៅទៅរកមនុស្សចចកក៏ប៉ុន្តែមនុស្សចចកក៏ចាប់ផ្ដើមឈរសោចរួចហើយនិយាយថាយ៉ាងម៉េចពួកឯងអត់ត្រូវស្ដំរបស់ជើងទេអីក៏ប៉ុន្តែមើលទៅពួកឯងគ្មានសមត្ថភាពតបតល់ជាមួយនឹងជើងនោះទេពេលនោះពួកអាមជាមួយនឹងក្មួយប្រុសក៏បាននិយាយឡើងថាណែពួកឯងថយក្រោយសិនទៅតើខ្ញុំតបតល់ជាមួយនឹងក្មួយប្រុសខ្ញុំក្រោយមកអ្នកទាំងពីរក៏ចាប់ផ្ដើមយកក្រណាត់យ័ន្តទៅរុំជាមួយនឹងកំភ្លើងរួចហើយក៏ចាប់ផ្ដើមបាញ់សាជាថ្មីសម្ដៅទៅកាន់មនុស្សចចកក៏ប៉ុន្តែទោះបីជាក្រកកំភ្លើងរបស់គាត់នោះបាញ់ចោះទៅដោយមន្តអាគមក៏ដោយក៏នៅតែមិនអាចធ្វើអ្វីវាបានមនុស្សចចកក៏ចាប់ផ្ដើមលោតស្ទុះមកវឹងរួចហើយប្រើមួយក្រញាំសម្ដៅទៅកាន់ពួកអាំក្រចកដ៏មុតស្រួចក៏បានធ្វើឲ្យពួកអាំមានរបួសមានឈាមស្រូចពេញខ្លួនតែម្ដងដោយសារតែឃើញថាមិនស្រួលពួកអាំគាត់ក៏ចាប់ដើមទាញសត្វក្របីអាគមរួចហើយសូត្រផ្លុំគាថាបោះទៅលើដីចំណែកឯនាយសុភ័ក្
ក៏បានធ្វើដូចជាលោកពូរបស់គេដែរក្រោយមកសត្វក្របីអាគមទាំងពីរក្បាលក៏ចាប់ផ្ដើមចូលទៅវត្តប្រយុទ្ធជាមួយនឹងមនុស្សចចឱកាសនោះផងដែរធ្វើឲ្យពូអាមស្ទុះឡើងទៅលើខ្នងរបស់សត្វក្របីគាត់រួចឆោយទាញកំបាត់អាគមគប់សម្ដៅទៅរកមនុស្សចចនោះទៅកំបាត់អាគមរបស់គាត់ក៏បានទម្លុះចំកណ្ដាលដើមទ្រូងរបស់មនុស្សចចចំណែកឯនាយសុភ័ក្រក៏បានទាញកំបាត់អាគមមួយទៀតគប់សម្ដៅទៅរកមនុស្សចចនោះបន្ថែមទៀតដែរមនុស្សចចក៏បានរៀងទន់ជើងបន្តិចដោយសារតែមានកំបាត់ដ៏មានអានុភាពទាំងគូបានទម្លុះចំកណ្ដាលដើមទ្រូងក៏ប៉ុន្តែកម្លាំងរបស់វាខ្លាំងណាស់ត្រឹមតែកំបាត់ប៉ុណ្ណេះมันអាចធ្វើឲ្យវាស្លាប់នោះទេមនុស្សចចនៅតែលោតចោះលោតឡើងរួចឆោយប្រយុទ្ធទប់ទល់ជាមួយនឹងក្របីអាគមភ្លាមនោះលោកពូអាមក៏បានស្ទុះឡើងទៅលើរទេះរួចឆោយទាញដំបងវាយធ្មប់របស់គាត់ដាស់មុនអាគមគាថាបន្ទាប់ពីសូត្រអាគមរួចស្រាប់តែអក្សរគាថានៅលើដំបងក៏ចាប់ដើមមកចេញពន្លឺភ្លាមខណៈពេលនោះគាត់ក៏ចាប់ដើមឡើងទៅលើការប្រទេសរួចឆោយលោតសំពងទៅលើក្បាលមនុស្សចចមួយទំហឹងមនុស្សចចក៏ចាប់ដើមលោតជង្គង់ទៅលើដីឱកាសនេះផងដែរសុភ័ក្រក៏ចាប់ដើមស្ទុះវឹងធាក់កំបាត់របស់គេទម្លុះចូលទៅក្នុងខ្លួនរបស់មនុស្សចចកាន់តែជ្រៅក៏ប៉ុន្តែមនុស្សចចនេះក៏បានស្ទុះឡើងរួចឆោយចាប់ស្នែងក្របីទាំងពីរក្បាលនោះក្រវត្តបោះចេញទៅឆ្ងាយសំណាងដែរដែលមិនធ្វើឲ្យសត្វក្របីទាំងពីរក្បាលនេះបាក់បែកខ្លាចទៅជាកំទេចដីឥដ្ឋឱកាសនោះផងដែរលោកពូក៏ចាប់ដើមសំពងវាមួយដំបងទៀតធ្វើឲ្យវាដីក្រាបទៅលើដីចំណែកឯកំឡោះរបស់ជើងក៏ចាប់ដើមសូត្រខ្សែអាគមធ្វើឲ្យកំបាត់របស់ខ្លួននោះកាន់តែមានអានុភាពរួចហើយក៏ចាប់ដើមទម្លុះចូលទៅក្នុងខ្លួនធ្មប់កាន់តែជ្រៅចំណែកឯធ្មប់ចចដោយសារតែត្រូវអាគមមួយជាន់ហើយមួយជាន់ទៀតទ្រាំមិនបានក៏បានដាច់ខ្យល់ស្លាប់នៅទីកន្លែងនោះភ្លាមបន្ទាប់ពីស្លាប់រួចក៏ប្រែរូបរាងខ្លាចទៅជាតាចាស់ម្នាក់មានស្បែកជាជ្រួញមើលទៅគាត់មានអាយុកាលយូរណាស់មកហើយមិនមែនមានអាយុតិចនោះទេអ្នកទាំងពីរក៏ចាប់ផ្ដើមទៅដកយកកំបាត់អាគមរួចហើយតាចាស់នោះក៏បានដេកស្ដុកស្ដឹងនៅទីកន្លែងនោះទៅបន្ទាប់ពីនោះទៅពួកគេក៏បានយកសត្វក្របីដាក់ចូលទៅក្នុងថង់ជៀមវិញក្រោយមកពួកគេក៏បានអង្គុយរហូតដល់ភ្លឺនៅពេលនេះมันបានដេកមួយយប់ទៀតហើយក្រោយពីរៀបចំសម្ភារៈរួចអ្នកទាំងអស់គ្នាក៏ចាប់ផ្ដើមធ្វើដំណើរចេញផុតពីទីកន្លែងនេះតែមុននឹងចេញទៅពួកគាត់ក៏បានក្រាបថ្វាយបង្គំលាទៅកាន់វត្តអារាមនេះដែរថ្វាយត្បិតតែពេលនេះគ្មានព្រះសង្ឃគង់នៅក៏ប៉ុន្តែវត្តអារាមនេះកាលពីមុនគឺជាទីកន្លែងសក្ការៈរបស់អ្នកភូមិអ្នកស្រុកប្រហែលដោយសារតែមានបញ្ហាទើបពួកគេសុកចិត្តបោះបង់ស្រុកភូមិនេះចោលរត់ទៅនៅទីកន្លែងផ្សេងនឹងឯងដល់ពាក់កណ្ដាលថ្ងៃត្រង់ពួកគេក៏បានសម្រាកដាំបាយហូបក្រោយពីសម្រាកបានមួយសន្ទុះទៀតក៏ចាប់ផ្ដើមបន្តដំណើរទៅមុខទៀតទៅរហូតដល់ពេលថ្ងៃរសៀលពួកគាត់ក៏បានជិតទៅដល់ភូមិមួយមើលទៅភូមិនោះមានប្រជាជនច្រើនណាស់ដែលបានរស់នៅក្នុងភូមិមួយនោះដោយសារតែមកដល់ទីកន្លែងទីប្រជុំជនហើយអ្នកទាំងអស់គ្នាក៏បានឈប់នៅក្បែរភូមិរួចហើយក៏ចាប់ផ្ដើមដំស្នឹងក្របីនិងរៀបចំដាំបាយដាំទឹកទៅនៅពេលនេះដោយសារតែឃើញព្រះអាទិត្យនៅរៀងខ្ពស់ដែរពួកគេហាក់ដូចជាមិនសូវប្រញាប់ប្រញាល់នោះទេម្យ៉ាងទៀតទីកន្លែងនេះមើលទៅប្រហែលជាមិនមានគ្រោះថ្នាក់អ្វីនោះឡើយពេលដែលពួកគាត់កំពុងតែបំពេញការងាររបស់គាត់រៀងៗខ្លួនខណៈនោះស្រាប់តែមានព្រានព្រៃ2នាក់ក៏ចាប់ផ្ដើមយោសាទធ្វើដំណើរចូលមកដល់ទីកន្លែងនេះព្រានព្រៃក៏បានទៅជួបជាមួយអ្នកទាំងអស់គ្នាក្រោយមកពួកដង្ខៅក៏បានលើកដៃសំពះពេលនោះសុភ័ក្រក៏បានសួរថាលោកពូគឺជាព្រានព្រៃដែលបានធ្វើដំណើរចូលទៅក្នុងព្រៃមែនទេពូទាំងពីរនាក់ក៏បាននិយាយថាមែនហើយក្មួយពូតែងតែធ្វើដំណើរចូលទៅក្នុងព្រៃក្បែរនេះក៏ប៉ុន្តែមិនហ៊ានចូលជ្រៅនោះទេព្រោះថាវាមានគ្រោះថ្នាក់ណាស់ដងខៅក្របីក៏ចាប់ដើមសម្លឹងមុខគ្នាពួកគេកំពុងតែគិតថាទីកន្លែងនេះគ្មានគ្រោះថ្នាក់ក៏ប៉ុន្តែឥឡូវបែរជាឮថាមានគ្រោះថ្នាក់អ្វីទៀតហើយពេលនោះពូអាមគាត់ក៏បានសួរទៅកាន់ព្រានព្រៃថា
ណែព្រានតើមានគ្រោះថ្នាក់ដោយសារតែអ្វីទៅព្រានទាំងពីរក៏បានតបថាអូនៅពេលដែលខ្ញុំធ្វើដំណើរចូលទៅក្នុងព្រៃជ្រៅជ្រៅព្រានព្រៃខ្លះក៏ត្រូវស្លាប់ព្រានព្រៃខ្លះក៏ត្រូវរបួសដោយសារតែសត្វចចកធំធំពីរក្បាលសត្វចចកនេះអ្នកស្រុកអ្នកភូមិបាននិយាយដំណើរតគ្នាថាគឺជាប្តីប្រពន្ធពីរនាក់ហាត់រៀនមុនអាគមខ្មៅងងឹតរួចហើយក៏បានបែកអាគមខ្លាយទៅជាសត្វចចកទៅតាមពិតកាលពីមុនពួកវាបានព្យាបាទទៅកាន់ពួកយើងនៅឯភូមិចាស់ឯណោះហើយពួកយើងរស់នៅមិនបានក៏នាំគ្នាភៀសខ្លួនធ្វើដំណើរយ៉ាងឆ្ងាយមកដល់ទីកន្លែងនេះបើគិតចម្ងាយពីភូមិចាស់មកទីកន្លែងធ្វើដំណើរប្រហែលជា1ថ្ងៃឯណោះបើសិនជាថ្មើរជើងនោះបន្ទាប់ពីឮសម្ដីព្រានពួកគេក៏បានសម្លឹងមុខគ្នាក្រោយមកពួកអាមបាននិយាយថាណែអ្នកទាំងពីរតើភូមិចាស់ដែលអ្នកទាំងអស់គ្នាបាននិយាយនោះគឺជាភូមិដែលត្រូវបោះបង់ហើយថែមទាំងមានវត្តអារាមមួយនោះមែនឬទេព្រានទាំងពីរអ្នកងក់ក្បាលក្រោយមកក៏បាននិយាយថាអូហេតុអ្វីក៏អ្នកទាំងអស់គ្នាស្គាល់ពួកអាមគាត់ក៏បានតបថាពួកខ្ញុំបានធ្វើដំណើរកាត់តាមនោះណែទីកន្លែងនោះសម្បូរទៅដោយពពួកអមនុស្សច្រើនណាស់ម្យ៉ាងទៀតការប្រជុំមិញនោះខ្ញុំបានសម្លាប់ទៅកាន់សត្វចចកមួយដែរវានោះគឺជាធ្មប់ប្រុសព្រានព្រៃក៏បានបើកភ្នែកធំក្រោយមកគេក៏បានសួរថាហើយចោះអ្នកទាំងអស់គ្នាគឺជាដង្ខៅក្របីធ្វើដំណើរមកពីណាទៅពេលនោះសុភ័ក្រក៏បានតបថាអូលោកពូខ្ញុំធ្វើដំណើរមកពីខាងខេត្តស្វាយរៀងឯណោះព្រានព្រៃតបថាអូមកពីខេត្តស្វាយរៀងហើយអ្វីក៏ធ្វើដំណើរតាមនោះឆ្ងាយណាស់ម្យ៉ាងទៀតសម្បូរគ្រោះថ្នាក់ផងបើធ្វើដំណើរផ្លូវកាត់នោះចិត្តទេមិនដល់ថ្នាក់អ្នកទាំងអស់គ្នាបានទៅជួបជាមួយនឹងចចកធ្មប់នោះឡើយហើយម្យ៉ាងទៀតនោះទីកន្លែងនោះគឺសម្បូរគ្រោះថ្នាក់ណាស់ដោយសារតែកាលពីមុននោះមានមនុស្សស្លាប់ច្រើនដោយសារតែធ្មប់ញីឈ្មោះនឹងឯងពួកយើងក៏បានភៀសខ្លួនមកនៅទីកន្លែងនេះទៅតាមពិតទៅភូមិចាស់នោះគឺជាភូមិរបស់ពួកយើងពូអាមក៏ចាប់ផ្ដើមចាប់អារម្មណ៍គាត់ក៏បានសួរទៅកាន់អ្នកទាំងពីរថាណែតើអ្នកទាំងអស់គ្នាភៀសខ្លួនមកនៅទីកន្លែងនេះអស់រយៈពេលប៉ុន្មានឆ្នាំមកហើយមើលទៅទីកន្លែងនោះហាក់ដូចជាបោះបង់ចោលយូរហើយព្រានក៏បានតបថាអូខ្ញុំក៏មិនសូវច្បាស់ដែរព្រោះថាកាលនោះខ្ញុំមិនទាន់កើតផងឥឡូវនេះបើគិតទៅចូល100ឆ្នាំហើយមិនទៅបាត់តាមពីឪពុកម្ដាយរបស់ខ្ញុំគាត់ធ្លាប់បាននិយាយប្រាប់ក្រោយមកអ្នកទាំងអស់គ្នាក៏បានងក់ក្បាលបន្ទាប់ពីស្ដាប់សម្ដីព្រានបាននិយាយរៀបរាប់ក្រោយមកលោកពូក៏បានសួរទៅកាន់ព្រានថាណែទីកន្លែងនេះមើលពីចម្ងាយទៅសម្បូរដំណាំដាំដុះណាស់តើអ្នកស្រុកអ្នកភូមិគេត្រូវការសត្វគោក្របីយកទៅប្រើប្រាស់ដែរឬទេព្រានទាំងពីរនាក់ក៏ចាប់ដើមសម្លឹងមុខគ្នាក្រោយមកគាត់បាននិយាយថាណែរឿងសត្វក្របីនោះអ្នកស្រុកអ្នកភូមិគឺត្រូវការខ្លាំងណាស់ដោយសារតែមិនធ្លាប់មានគេចង់មកលក់នោះទេក៏ប៉ុន្តែអ្នកភូមិខ្ញុំគេមិនហ៊ានទិញឡើយព្រោះថាសត្វក្របីតែងតែស្លាប់ជារៀងរាល់ថ្ងៃមើលទៅប្រហែលជាដោយសារតែអានុភាពរបស់ធ្មប់ពីអ្នកប្រពន្ធនឹងហើយវាប្រហែលជាប្រែរូបរាងខ្លាចទៅជាចចកធំចូលមកសម្លាប់សត្វគោក្របីនៅក្នុងភូមិនឹងឯងតែខ្ញុំគិតថាបើសិនជាអ្នកទាំងអស់គ្នាមានសមត្ថភាពអាចចាត់ការទៅលើចចកឈ្មោះបានហើយប្រកាសជាអាចសម្លាប់ទៅកាន់ចចកញីបានមួយទៀតបើអ្នកទាំងអស់គ្នាកម្ចាត់វាបានគ្រោះនៅក្នុងភូមិក៏បានចប់អ្នកភូមិប្រកាសជាទិញសត្វក្របីពីអ្នកទាំងអស់គ្នាពិតជាមិនខានខណៈពេលនោះពួកដង្ខៅក៏ចាប់ផ្ដើមមានសង្ឃឹមក្រោយមកគាត់ក៏បាននិយាយថាប្រកាសទេបើសិនជាខ្ញុំកម្ចាត់ទៅកាន់ចចកញីមួយក្បាលទៀតអ្នកភូមិនឹងទិញក្របីរបស់ខ្ញុំព្រានក៏បានតបថាប្រកាសណាអ្នកភូមិសពថ្ងៃនេះគឺពួកគាត់លំបាកលំបិនណាស់ធ្វើដីគឺពួកគាត់យកចោបកាប់ទៅកាប់ដោយដៃខ្លួនឯងគ្មានសត្វគោក្របីយកទៅភ្ជួររស់នោះទេដោយសារតែសត្វគោក្របីត្រូវស្លាប់បាត់អស់ទៅហើយក្រោយមកព្រានក៏បាននិយាយថាឥឡូវនេះបើសិនជាអ្នកទាំងអស់គ្នាមិនជឿទៅជួបជាមួយនឹងមេភូមិជាមួយនឹងខ្ញុំទៅលោកពូបានសម្លឹងមុខក្មួយប្រុសក្រោយមកគាត់និយាយថាណែសុភ័ក្រឥឡូវធ្វើដំណើរទៅជាមួយនឹងពូណែអ្នកទាំងអស់គ្នាដាំបាយដាំទឹកទៅខ្ញុំនឹងចូលទៅក្នុងភូមិជាមួយនឹងព្រានទាំងពីរនាក់ក្រោយមកពូគាត់ក៏បានធ្វើដំណើរចូលទៅក្នុងភូមិនោះទៅពូអាមក៏បានសួរទៅកាន់ព្រានថាណែព្រានរំលងភូមិនេះទៅ
តើមានទីប្រជុំជនដែរឬទេព្រានក៏បានតបសម្ដីគាត់ថារំលងផុតភូមិខ្ញុំទៅឆ្លងវិលតូចមួយនឹងបានទៅដល់ទីប្រជុំជនគឺជាទីកន្លែងដែលសបោស្បាយមានផ្សារធំធំណែពួកខ្ញុំមកនៅទីកន្លែងនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយរស់នៅសុខសាន្តដោយសារតែដាំដុះបន្លែនឹងឯងយកទៅលក់នៅទីប្រជុំជនទើបជីវភាពអ្នកស្រុកនៅភូមិរបស់យើងនេះធូរធារគ្រប់គ្នាក្រោយពីពួកអាមជាមួយនឹងក្មួយប្រុសដើរកាត់ភូមិនោះក៏បានឃើញថាមានសត្វតែដំណាំបន្លែបង្ការច្រើនណាស់មួយសន្ទុះធំក្រោយមកពួកគេក៏បានទៅដល់ផ្ទះលោកមេភូមិព្រានព្រៃក៏បាននិយាយទៅកាន់មេភូមិថាលោកមេភូមិពួកគាត់ជាដង្ខៅក្របីមកទីកន្លែងនេះដើម្បីលក់សត្វក្របីរបស់គាត់ហើយពួកគាត់នេះគឺជាអ្នកចេះអាគមផងដែរពួកគាត់ប្រាប់ថាគាត់ធ្លាប់កំចាត់ទៅកាន់ថ្មប្រុសដែលប្រែរូបរាងខ្លាចទៅជាមនុស្សចចកបាត់អស់ម្នាក់ឥឡូវនេះពួកគាត់ចូលមកក្នុងភូមិដើម្បីជួយពួកជើងខ្ញុំបាននិយាយជាមួយនឹងគាត់ថាបើសិនជាពួកគាត់អាចកំចាត់ចចកមួយក្បាលទៀតបាននោះអ្នកស្រុកអ្នកភូមិប្រកាសជាទិញសត្វក្របីរបស់គាត់យកមកប្រើប្រាស់ពិតជាមិនខានតែគាត់មិនជឿនោះទេគាត់ចង់មកជួបជាមួយនឹងលោកមេភូមិក្រោយមកមេភូមិគាត់ក៏បានញញឹមរួចហើយអញ្ជើញនឹងខៅទាំងពីរនាក់នេះឲ្យចូលទៅអង្គុយលើគ្រែក្រោមផ្ទះលោកមេភូមិក៏បានប្រាប់កូនស្រីរបស់គាត់ឲ្យដងទឹកត្រជាក់ពីផ្ទិលយកមកឲ្យអ្នកទាំងពីរនាក់នេះចំណែកឯព្រានបន្ទាប់ពីជួលអ្នកទាំងពីរនាក់មកដល់ហើយគាត់ក៏បានលាអ្នកទាំងអស់គ្នាដើម្បីយកសត្វត្រឡប់ទៅផ្ទះទៅស្រីមុំដែលជាកូនក្រមុំរបស់លោកមេភូមិក៏បានដុសទឹកពីផ្ទិលយ៉ាងត្រជាក់រួចហើយហុចទៅឲ្យអ្នកទាំងពីរនាក់នេះក្រមុំម្នាក់នេះមើលទៅរੂរេខ្លាំងណាស់ម្យ៉ាងទៀតក៏ស្អាតផងដែរខណៈពេលនោះមេភូមិក៏បាននិយាយទៅកាន់ពួកគេទាំងពីរនាក់ថាណែអ្នកទាំងពីរក្នុងស្រុកភូមិខ្ញុំនេះមានសត្វសាហាវចូលមកអុកឡុកនេះគឺជាការពិតណាស់តែខ្ញុំបានលើព្រានប្រាប់ថាអ្នកទាំងពីរអ្នកមានសមត្ថភាពកុំចាត់ទៅកាន់សត្វចចកពណ៌ខ្មៅដែលជាចចកឈ្មោលឥឡូវនេះបើសិនជាអ្នកទាំងពីរអ្នកអាចកំចាត់ចចកមួយទៀតកុំឲ្យវាមកអុកឡុកនៅក្នុងភូមិខ្ញុំធានាថាសត្វក្របីរបស់អ្នកទាំងអស់គ្នានេះប្រកាសជាត្រូវដាច់អស់មិនចាំបាច់ទៅលក់នៅទីកន្លែងណាផ្សេងទៀតនោះទេខ្ញុំហ៊ានធានាពូអាមគាត់ក៏បាននិយាយទៅកាន់លោកមេភូមិថាណែបើសិនជាលោកមេភូមិធានាទៅហើយខ្ញុំនៅទីកន្លែងនេះយប់នេះខ្ញុំប្រកាសជាចាត់ការទៅកាន់ចចកញីនោះក៏ប៉ុន្តែមិនប្រកាសថាវាចូលមកក្នុងភូមិនោះទេមេភូមិច័ន្ទគាត់បាននិយាយថាមកវាប្រកាសជាមកដោយសារតែវាធ្លាប់បានចំណៃពីក្នុងស្រុកភូមិនេះជារៀងរាល់ថ្ងៃក៏ប៉ុន្តែឲ្យតែពួកវាចូលមកដល់ក្នុងភូមិនេះវាធ្វើឲ្យពួកខ្ញុំសន្លប់ស្ទោកស្ដឹងដេកអស់គ្មានអ្នកណាដឹងខ្លួននោះទេពួកយើងក៏ធ្លាប់បានចាត់គ្នាចាំចាត់ការទៅលើវាដែរក៏ប៉ុន្តែពួកយើងតែងតែដេកលក់បាត់អស់មិនដឹងថាវាចូលមកក្នុងពេលថ្មើរណាពេលនោះពួកអាមគាត់ក៏បាននិយាយថាលោកមេភូមិដោយសារតែធ្មប់ម្នាក់ទៀតនោះវាចេះប្រើមន្តអាគមមហាសណ្ដំការបញ្ចប់មិញនោះពួកវាក៏បានសណ្ដំមកកាន់ខ្ញុំដែរតែសំណាងដោយសារតែពួកខ្ញុំបៀមប្រទាលការពារខ្លួនទុកជាមុនបើមិនអញ្ចឹងទេប្រកាសជាត្រូវការសណ្ដំរបស់វាពិតជាមិនខានក៏ប៉ុន្តែចចកឈ្មោះការបញ្ចប់មិញនោះកម្លាំងវាខ្លាំងណាស់បើសិនជាខ្ញុំនិងក្មួយខ្ញុំមិនសហការនោះទេប្រហែលជាមិនអាចយកឈ្នះទៅលើវាបានឡើយមេភូមិជាមួយនឹងពួកអាមគិតតែពិភាក្សាគ្នាចំណែកឯកំឡោះរបស់យើងគិតតែសម្លឹងទៅកាន់ក្រមុំកំពុងតែអង្គុយបេះបន្លាយលើគ្រែពួកអាមបន្ទាប់ពីឃើញក្មួយកំឡោះរបស់គាត់បានសម្លឹងទៅកាន់ក្រមុំមិនដាក់ភ្នែកគាត់ក៏បានកេះក្មួយប្រុសគាត់បន្តិចរួចនិយាយថាណែភ័ក្រឯងនិយាយជាមួយលោកមេភូមិទៅនេសុភ័ក្រភ្ញាក់ខ្លួនព្រើតរួចហើយក៏បានសម្លឹងទៅកាន់លោកមេភូមិពេលនោះគេបាននិយាយថាពិតមែនហើយលោកមេភូមិការប្រជុំមិញនេះខ្ញុំបានប្រយុទ្ធទប់ទល់ជាមួយនឹងវាចចកនោះខ្លាំងណាស់និយាយតែប៉ុណ្ណេះកំឡោះរបស់ជើងក៏បានដៀងទៅកាន់ក្រមុំស្ទាយជាថ្មីម្ដងទៀតមេភូមិគាត់បាននិយាយថាអើយនៅទីកន្លែងនេះមានមនុស្សច្រើនណាស់ក៏ប៉ុន្តែគ្មានអ្នកណាចេះអាគមអីនោះសម្រាប់ការពារស្រុកភូមិនោះទេបើសិនជាមានអ្នកចេះអាគមនៅក្នុងស្រុកភូមិនេះជួយការពារភូមិក៏ល្អដែរពេលនោះស្រីក្រមុំដែលមានឈ្មោះថាស្រីមុំនាងក៏បាននិយាយលេងទៅកាន់ឪពុករបស់នាងថាលោកពុកបើសិនជាអញ្ចឹងពុកឲ្យខ្ញុំទៅរៀនមន្តអាគមទៅ
ខ្ញុំនឹងអាចមកការពារស្រុកភូមិរបស់យើងបានបន្ទាប់ពីឮសម្ដីកូនស្រីបាននិយាយនៅពេលនោះម្ដាយរបស់នាងក៏បាននិយាយថាណែស្រីមុំកូនឯងចង់ទៅរៀនមន្តអាគមឲ្យខ្លាចទៅជាបិសាចចកម្នាក់ទៀតចូលមកស៊ីសត្វគោក្របីនៅក្នុងភូមិមែនឬទេណាហើយនៅតែវិចនំលក់នឹងទៅនាងក្រមុំក៏ចាប់ផ្ដើមសោចបញ្ចេញថ្ពាល់ខូចទាំងសងខាងធ្វើឲ្យកំឡោះសុភ័ក្រកាន់តែចោលកន្ទុយភ្នែកសម្លឹងទៅកាន់នាងបន្តទៀតក្រមុំម្នាក់នេះរស់រាយខ្លាំងណាស់ម្យ៉ាងទៀតស្នាមញញឹមរបស់នាងក៏ស្អាតផងដែរពេលនោះដោយសារតែឃើញក្មួយចេះតែសម្លឹងទៅកាន់កូនក្រមុំរបស់គេពូអាមគាត់ក៏បានកេះក្មួយគាត់ម្ដងទៀតរួចហើយគាត់បាននិយាយថាណែសុភ័ក្រតើក្មួយគិតយ៉ាងម៉េចដែរសុភ័ក្របាននិយាយទាំងភ្ញាក់គេបាននិយាយថាបាទពូនឹងហើយយល់ព្រមធ្វើតាមសម្ដីលោកមេភូមិទៅពូអាមគាត់ឆ្ងល់ខ្លាំងណាស់ហេតុអ្វីក៏ក្មួយរបស់គាត់និយាយដូច្នោះមើលទៅគាត់ពិភាក្សាគ្នាអំបញ្ញមិញនេះប្រហែលជាក្មួយមិនបានដាក់អារម្មណ៍ស្ដាប់នោះទេខណៈពេលនោះលោកពូបាននិយាយថាលោកមេភូមិបើសិនជាអញ្ចឹងខ្ញុំសូមសម្រាប់នៅក្បែរភូមិនេះមួយយប់ហើយយប់នេះខ្ញុំនឹងចាត់ការទៅកាន់ចចកនោះសូមអ្នកទាំងអស់គ្នាកុំព្រួយបារម្ភអីក្រោយពីនោះទៅលោកពូក៏បានកេះក្មួយគាត់សំពះលាលោកមេភូមិក៏ប៉ុន្តែមេភូមិបាននិយាយឡើងថាណែអ្នកទាំងពីរកុំតន់ទៅអីឈប់សិនទៅស្រីមុំកូនយកនំអន្សម 4-5 យកមកឲ្យពួកគាត់មកក្រោយមកស្រីមុំក៏បានយកនំអន្សមក្តៅដែលជាអន្សមជ្រូកយកមកឲ្យពួកគាត់ទាំងពីរនាក់ក្រមុំបាននិយាយថាណែបងប្រុសយកនំអន្សមនេះទៅនំនេះឆ្ងាញ់ណាស់វិចឲ្យដៃខ្ញុំនិងម្ដាយរបស់ខ្ញុំអមស្រីដែលត្រូវជាប្រពន្ធលោកមេភូមិគាត់ក៏បាននិយាយថាអ្នកទាំងពីរអ្នកអើយកុំប្រកាន់អីកូនក្រមុំខ្ញុំនេះវារស់រាយណាស់ចូលចិត្តនិយាយលេងសើចណាស់ហើយយកទៅហូបទៅតែពេលនោះពួកអាមគាត់បានប្រកែកគាត់ថានំនេះគឺនំធ្វើសម្រាប់លក់ក៏ប៉ុន្តែបែរជាយកឲ្យគាត់ដោយមិនគិតលុយកាក់គាត់ក៏បាននិយាយថាណែលោកមេភូមិយកលុយកាក់ពីខ្ញុំទៅនំនេះធ្វើសម្រាប់លក់យកទៅទេដូច្នេះមិនល្អនោះទេមេភូមិញញឹមរួចហើយក៏បានតបថាអូអ្នកទាំងពីរអ្នកចូលមកទីកន្លែងនេះដើម្បីជួយអ្នកស្រុកអ្នកភូមិទេតើនំនេះទុកថាជូនទៅកាន់អ្នកទាំងពីរអ្នកតបស្នងសងគុណទៅកាន់អ្នកទាំងពីរដែលមកជួយភូមិស្រុកទៅចោះក្រោយពីនោះទៅពួកគេក៏សម្រេចទទួលយកនំអន្សមជ្រូកនោះរួចហើយក៏បានធ្វើដំណើរចេញពីទីកន្លែងនេះទៅតាមពិតគ្រួសារលោកមេភូមិធ្វើទាំងចំការហើយគាត់ក៏បានវិចនំលក់ផងដែរដោយសារតែការពីសម័យនោះនំខ្មែររបស់យើងពេញនិយមខ្លាំងណាស់អន្សមជ្រូកអន្សមចេកនំកោមនំបត់ជាដើមកាលពីសម័យមុននោះបានតែនំអន្សមមួយសប្បាយចិត្តជាងបានលុយ 3-4 ម៉ឺនទៅទៀតខណៈពេលដែលអ្នកទាំងពីរនាក់បានធ្វើដំណើរចេញទៅមេភូមិបានសម្លឹងទៅកាន់អ្នកកំឡោះក្រោយមកគាត់បាននិយាយថាអ្នកទាំងពីរនាក់នេះមិនមែនជាមនុស្សធម្មតានោះទេចេះទាំងអាគមចេះទាំងរកស៊ីណែបើសិនជាបានកូនប្រសាចេះអាគមដូច្នេះមកនៅក្នុងផ្ទះនោះពិតជាសំណាងគ្រួសាររបស់យើងហើយស្រីមុំបានញញឹមថ្ពាល់ខួចសម្លឹងទៅកាន់ឪពុកក្រោយមកនាងបាននិយាយថាលោកពុកចង់ឲ្យអ្នកលក់ក្របីមកលក់នំអន្សមជ្រូកមែនឬទេមើលទៅប្រហែលជាគេមិនចុកជើងទេពុកអើយព្រោះថាគេគឺជាអ្នកមានធ្វើដល់ដង្ខៅក្របីតែងសัตว์ក្របីរាប់សិបក្បាលយកជួញដូរឆ្លងស្រុកឆ្លងភូមិហើយនោះក្រោយពីនិយាយរួចនាងក៏បានទៅរៀបចំបន្លែបង្ការរបស់នាងបន្តទៀតទៅចំណែកឯលោកអ៊ំគាត់បានអង្គុយដកដង្ហើមធំហើយគាត់ក្រវីក្បាលសម្លឹងទៅកាន់កូនស្រីរបស់គាត់ពូអាមជាមួយនឹងសុភ័ក្របានធ្វើដំណើរតាមផ្លូវក៏លេចមើលឆ្វេងស្ដាំបានឃើញថាអ្នកស្រុកនៅភូមិនទីកន្លែងនេះមានផ្ទះធំណាស់ម្យ៉ាងទៀតនោះគឺមានមនុស្សចំនួនច្រើនផងដែរសុភ័ក្របាននិយាយឡើងថាណែលោកពូអ្នកកំពុងចាមមានចិត្តល្អណាស់ណែគេឲ្យនំជើងដោយមិនគិតគូរលុយកាក្រោយមកពូអាមក៏បានញញឹមសម្លឹងទៅកាន់ក្មួយប្រុសរួចហើយគាត់បាននិយាយថាឯនេះឲ្យទៅពិភាក្សាជាមួយនឹងលោកមេភូមិបាយជាទៅមើលតែកូនក្រមុំរបស់គេសុភ័ក្រញញឹមរួចហើយក៏បានតបទៅកាន់លោកពូថាលោកពូធ្លាប់តែលើគេនិយាយថាខេត្តកំពង់ចាមមានស្រីក្រមុំស្អាត
ឥឡូវនេះខ្ញុំបានឃើញពិតប្រាកដហើយស្អាតហើយថែមទាំងចិត្តល្អទៀតផងពូនិងក្មួយក៏បានប្រកប្រាយគ្នាតាមផ្លូវរួចឆយក៏បានធ្វើដំណើរទៅដល់ទីកន្លែងរបស់គាត់ក្រោយមកគាត់ក៏បានចែកនំគ្នាហូបនៅក្នុងពេលនោះឯងតែកំឡោះសុភ័ក្របាននិយាយថាពូនំមិនសមជ្រូកទុកឲ្យខ្ញុំមួយផងមើលទៅស្នាដៃរបស់ក្រមុំថ្ពខួចប្រកាសជាឆ្ងាញ់ហើយក្រោយមកអ្នកទាំងអស់គ្នាក៏បានឆ្ងល់សម្ដីរបស់កំឡោះសុភ័ក្រមានតែពួកអាំនោះទេដែលគាត់បានដឹងអ្នកទាំងអស់គ្នាបានសរសើរទៅកាន់ស្នាដៃវិចនំអន្សមនេះគ្រប់គ្នាព្រោះថានំអន្សមនេះមានរសជាតិឈ្ងុយឆ្ងាញ់ណាស់ក្រោយមកពួកគាត់ក៏ចាប់ផ្ដើមនាំគ្នាសម្រាកទៅប៉ុន្តែលោកពូអាំជាមួយនឹងសុភ័ក្រមិនសម្រាកនោះទេដោយសារតែគាត់មានគម្រោងការចាត់ការទៅកាន់សត្វចចកនៅក្នុងជប់នេះវេលាពេលជប់បន្តិចស្រាប់តែស្នូកំភ្លើងក៏ចាប់ផ្ដើមផ្ទុះឡើងចេញពីក្នុងភូមិអ្នកទាំងពីរអ្នកដឹងច្បាស់ណាស់សត្វចចកញីនោះប្រកាសជាចកអុកឡុកនៅក្នុងភូមិពិតជាមិនខាននោះទេពួកគាត់ចាប់ផ្ដើមស្ពាយថងជាមព្រមទាំងកាន់កំភ្លើងនិងធ្វើដំណើរចេញពីទីកន្លែងនោះទៅពូអាមគាត់ក៏បានផ្ដាំទៅកាន់គ្នារបស់គាត់ឲ្យកាន់កំភ្លើងនៅជាមទីកន្លែងនេះគាត់ត្រូវធ្វើដំណើរចូលទៅក្នុងភូមិដើម្បីកម្ចាត់ទៅកាន់បិសាចចចកបន្ទាប់ពីគាត់ធ្វើដំណើរចូលទៅបានឃើញថាអ្នកភូមិគេផ្អាប្រងព្រាតម្នាក់បានកាន់កំភ្លើងនៅនឹងដៃហើយនឹងចន្លោះភ្លឺព្រាតប្រងពេញទៅទីកន្លែងនោះសំបីតលោកមេភូមិប្រពន្ធកូនគាត់ក៏បានចង់មកដែរខណៈពេលនោះមនុស្សច្រើនអ្នកក៏បានដើរថយក្រោយនៅពេលដែលឃើញសត្វចចកដុតធំដែលមានទំហំប៉ុនសត្វក្របីកំពុងតែក្រហមដើរសម្ដៅមករកពួកគេចចកនោះគឺចចកញីពិតប្រាកដណាស់ពេលនោះសុភ័ក្រជាមួយលោកពូគេក៏បានធ្វើដំណើរចូលទៅដល់មេភូមិក៏បាននិយាយថាណែអ្នកទាំងពីរឥឡូវនេះវាចូលមកដល់ហើយឆាប់ចាត់ការទៅលើវាទៅសុភ័ក្រក៏បានសម្លឹងមកលោកពូក្រោយមកគេបាននិយាយថាលោកពូប្រើសត្វក្របីទៅក្រោយពេលនិយាយរួចពួកគាត់ទាំងពីរនាក់ក៏ចាប់ផ្ដើមប្រើសត្វក្របីអាគមរបស់ខ្លួនសូត្រខ្សែអាគមគេថាបោះឲ្យសត្វក្របីចូលទៅប្រយុទ្ធជាមួយនឹងសត្វចចកនោះក៏ប៉ុន្តែកម្លាំងរបស់ចចកខ្លាំងណាស់ទោះបីជាសត្វក្របីអាគមរបស់គាត់ខ្លាំងប៉ុណ្ណាក៏ដោយក៏មិនអាចទប់ទល់ជាមួយនឹងវាបានយូរដែរឃើញសភាពការដូចជាមិនស្រួលកំឡោះរបស់ជើងក៏បានទាញកំបិតចេញពីចង្កេះរួចឆោយប្រណំដៃសូត្រខ្សែអាគមភ្លាមនោះសុភ័ក្រក៏បានស្ទុះឡើងទៅលើខ្នងក្របីរួចឆោយលូតឡើងទៅលើខ្នងរបស់សត្វចចកបានពួយកំបិតអាគមមួយទំហឹងទម្លុះខ្នងរបស់វាទៅនៅពេលនោះគេក៏បានលូតចុះពីលើខ្នងសត្វចចករួចហើយក៏ចាប់ផ្ដើមប្រណំដៃសូត្រអាគមទៅលើកំបិតសុភ័ក្រម្ដងនេះហាក់ដូចជាអង្អាចខ្លាំងណាស់ដោយសារតែស្រីក្រមុំកំពុងតែឈរមើលនឹងឯងនាយសុភ័ក្រក៏ចាប់ផ្ដើមសូត្រអាគមរបស់គេធ្វើឲ្យកំបិតទម្លុះចូលទៅខ្លួនរបស់សត្វចចកកាន់តែជ្រៅពេលនោះផងដែរពូអាំក៏ចាប់ផ្ដើមបញ្ជាទៅលើសត្វក្របីឲ្យស្ទុះចូលទៅប្រយុទ្ធតបតល់ជាមួយនឹងសត្វចចកសាជាថ្មីម្ដងទៀតខណៈពេលនោះមិនបានប៉ុន្មានសត្វចចកក៏ចាប់ផ្ដើមអង្គុយចុះដោយសារតែកំបិតទម្លុះចូលទៅក្នុងខ្លួនកាន់តែជ្រៅពេលនោះផងដែរសត្វក្របីទាំងគូក៏ចាប់ផ្ដើមនាំគ្នាចូលទៅរួចហើយវត្តទម្លុះខ្លួនចចកញីនោះឲ្យប្រកាយស្លាប់នៅទីកន្លែងនោះភ្លាមគ្រាន់តែស្លាប់មួយផ្លែតចចកញីក៏បានប្រែរូបរាងខ្លាចទៅជាយាយចាស់សក់សមានស្បែកជ្រាលជ្រួញមើលទៅគួរឲ្យខ្លាចខ្លាំងណាស់នេះហើយគឺជាប្តីប្រពន្ធដែលបានហាត់រៀនអាគមខ្មៅងងឹតរួចហើយធ្វើឲ្យខ្លួនមានអាយុវែងនឹងឯងពួកគេនេះសម្រាប់មនុស្សនិងសម្រាប់សត្វមិនដឹងថាអស់ប៉ុន្មាននោះហើយទេតាមព្យាបាលអ្នកស្រុកដែលភូមិនេះតាំងពីនៅភូមិចាស់រហូតមកដល់ភូមិថ្មីអ្នកភូមិក៏ចាប់ផ្ដើមស្រែកហូហាក់ដូចជាបានរើសមាសបានទាំងដុំដោយសារតែពួកគាត់បានឃើញថាបិសាចចចកដែលគាត់គិតថាជាអ្នកចូលមកសម្លាប់ទៅកាន់សត្វគោក្របីត្រូវបានស្លាប់បាត់បង់ជីវិតតាមពិតទៅវាមិនមែនជាបិសាចចចកអ្វីនោះទេគ្រាន់តែធ្មប់ពីរនាក់បែកអាគមប្រែคล้ายទៅជាចចកតែប៉ុណ្ណោះមេភូមិគាត់ក៏បាននិយាយឡើងថាអ្នកទាំងអស់គ្នាឥឡូវនេះសត្វចចកត្រូវបានស្លាប់ហើយលែងមានអ្វីមកស៊ីសត្វគោក្របីទៀតហើយ
ពួកយើងលែងធ្វើការដោយដៃទៅតែងសត្វក្របីចុកមកជួររស់ដោយការពីមុនវិញអ្នកភូមិស្រែកព្រមគ្នាថាពួកគាត់ព្រមទិញក្របីមួយនឹមអ្នកខ្លះទៀតក៏បានទិញមួយនឹមដែរស្រែកព្រមគ្នាមើលទៅក្របីរបស់អ្នកទាំងពីរលក់មិនគ្រាន់នោះទេខណៈពេលនោះក្រមុំចេះតែសម្លឹងទៅកាន់កំឡោះបន្ទាប់ពីឃើញគេនោះគឺជាអ្នកក្លាហានក៏ប៉ុន្តែសពមួយដងសុភ័ក្រមិនក្លាហានដូចនេះនោះទេដោយសារតែបានឃើញស្រីមុំក្រមុំថ្ពខួចកំពុងតែឈរមើលនឹងឯងទើបធ្វើឲ្យគេកាន់តែមានកម្លាំងនិងកាន់តែក្លាហាននឹងឯងវេលាព្រឹកស្អែកក៏បានឈានចូលមកដល់អ្នកភូមិក៏នាំគ្នាទិញសត្វក្របីនោះទាំងអស់ម្យ៉ាងទៀតក្របីចាស់ក៏ត្រូវមានឈ្មោះផ្សេងទៀតទិញយកបន្តបន្ទាប់ពីនោះទៅមេភូមិក៏បានសុំឲ្យអ្នកទាំងអស់គ្នាសម្រាកនៅក្នុងផ្ទះគាត់ដោយធ្វើពិធីជប់លៀងហាក់ដូចជាបន់កំសាន្តភូមិអញ្ចឹងព្រោះថាលើគ្រោះនៅក្នុងភូមិក៏បានកំចាត់ហើយដែរអ្នកស្រុកអ្នកភូមិទាំងអស់ក៏ចាប់ផ្ដើមធ្វើម្ហូបធ្វើសាច់ខ្លែមទៅជប់លៀងនៅក្នុងផ្ទះលោកមេភូមិអ្នកខ្លះក៏ទះស្គរអ្នកខ្លះក៏កោតត្រចំណែកឯកំឡោះក្រមុំចេះតែដៀងមើលមុខគ្នាលោកមេភូមិក៏បានដឹងថាកំឡោះម្នាក់នេះក៏បានចាប់អារម្មណ៍ទៅកាន់កូនស្រីរបស់គាត់ចំណែកឯពូអាមបន្ទាប់ពីឃើញក្មួយប្រុសគាត់ដូច្នោះគាត់គិតថាក្មួយប្រុសរបស់គាត់ប្រហែលជាស្រឡាញ់ក្រមុំអ្នកខេត្តកំពង់ចាមនឹងហើយពូអាមគាត់ក៏បានទៅសួរទៅកាន់លោកមេភូមិថាណែលោកមេភូមិតើកូនក្រមុំលោកមេភូមិធ្លាប់មានទំនាក់ទំនងជាមួយអ្នកណាហើយឬនៅមេភូមិក្រវីក្បាលគាត់បានតបថាអត់ទេកូនក្រមុំរបស់ខ្ញុំនេះវាហាក់ដូចជាគ្មានចាប់អារម្មណ៍អ្នកណាតតែសោះក៏ប៉ុន្តែថ្ងៃនេះខ្ញុំហាក់ដូចជាឃើញវាចាប់អារម្មណ៍ទៅកាន់មនុស្សម្នាក់ហើយចាស់ទាំងពីរនាក់ក៏បានសោចដាក់គ្នាពូអាមគាត់បាននិយាយថាតាមពិតទៅសុភ័ក្រគេគ្មានឪពុកនោះទេមានតែម្ដាយឥឡូវនេះបើសិនជាលោកមេភូមិយល់ព្រមខ្ញុំនឹងទៅប្រាប់ម្ដាយរបស់គេឲ្យរៀបចំគ្រឿងបណ្ដាការមកស្ដីដណ្ដឹងកូនក្រមុំលោកមេភូមិតាមប្រពៃណីតើលោកមេភូមិគិតយ៉ាងម៉េចដែរមេភូមិញញឹមរួចហើយក៏បានតបថាអូបើសិនជាបានកូនប្រសាអ្នករកស៊ីនឹងចេះអាគមដូច្នេះខ្ញុំសប្បាយចិត្តស្លាប់ហើយមិនអីនោះទេខ្ញុំយល់ព្រមវេលាថ្ងៃស្អែកអ្នកទាំងអស់គ្នាក៏សម្រេចថានឹងត្រឡប់មកវិញដើម្បីស្ដីដណ្ដឹងទៅកាន់ស្រីក្រមុំម្នាក់នេះចំណែកឯមេភូមិក៏បានផ្ញើនំអន្សមឲ្យទៅកាន់ពួកគាត់នំអន្សមធ្វើពេលយប់ទុកលក់ពេលព្រឹកនោះឥឡូវក៏ឲ្យទៅកាន់អ្នកទាំងអស់គ្នាអស់រលីងតែម្ដងអ្នកទាំងអស់គ្នាក៏ចាប់ផ្ដើមធ្វើដំណើរតាមផ្លូវកាត់ដែលមេភូមិបានប្រាប់ព្រោះថាផ្លូវកាត់ធ្វើដំណើរពីកំពង់ចាមឆ្ពោះទៅកាន់ខេត្តស្វាយរៀងនោះគឺមិនឆ្ងាយប៉ុន្មាននោះទេក៏ប៉ុន្តែការសម័យនោះខ្ញុំមិនដឹងថាពួកគេធ្វើដំណើរពីស្វាយរៀងទៅកំពង់ចាមកាត់តាមព្រៃវែងដែរឬអត់បើសិនជាប្រិយមិត្តណាស្គាល់ផ្លូវដែលបានធ្វើដំណើរពីកំពង់ចាមទៅកាន់ស្វាយរៀងផ្ទាល់នោះសូមកុំភ្លេចចូលខមមិនផងក្រែងលោកផ្លូវនោះពួកដង្ខៅក្របីធ្លាប់ធ្វើដំណើរទៅបន្ទាប់ពីទៅដល់ផ្ទះសម្បែងកំឡោះរបស់ជើងក៏បានយកសាច់រឿងប្រាប់ទៅកាន់ម្ដាយរបស់ខ្លួនចំណែកអរិទ្ធីបាននិយាយទៅកាន់បងប្រុសថាឃើញទេបងខ្ញុំប្រាប់ហើយថាកុំឲ្យលងស្នេហ៍ក្រមុំកំពង់ចាមឥឡូវនេះស្រឡាញ់ទៅកាន់ក្រមុំកំពង់ចាមតតែបានមើលទៅស្វាយរៀងនិងកំពង់ចាមប្រហែលជាលែងឆ្ងាយពីគ្នាបន្តទៀតហើយក្រោយមកអ្នកម្ដាយរបស់គេក៏បានរៀបចំគ្រឿងបណ្ដាការយ៉ាងច្រើនព្រោះថាគ្រួសាររង្ខៅមិនមែនជាគ្រួសារអ្នកក្រនោះទេបន្ទាប់ពីចូលស្ដីតាមប្រពៃណីពួកគេក៏បានរៀបការរស់នៅទីកន្លែងនោះកំឡោះរបស់ជើងក៏បានរស់នៅខេត្តកំពង់ចាមរួចហើយគេតែងតែនាំសត្វក្របីចេញពីខាងព្រៃវែងខាងស្វាយរៀងយកទៅលក់នៅទីកន្លែងនោះព្រោះថាការសម័យមុនខេត្តព្រៃវែងនិងខេត្តស្វាយរៀងនេះជាខេត្តដែលចូលចិត្តប្រើសត្វក្របីច្រើនជាងគេព្រោះថាកាលពីសម័យមុនខេត្តព្រៃវែងនិងខេត្តស្វាយរៀងគឺជាខេត្តដែលសម្បូរទៅដោយសត្វក្របីដូច្នេះហើយពួកគេអាចនាំទៅលក់បានឆ្ងាយនិងបានតម្លៃថ្លៃទៀតផងបច្ចុប្បន្ននេះក៏នៅតែមានឃើញខ្លះនៅតាមខេត្តស្វាយរៀងនិងខេត្តព្រៃវែងដែរក៏ប៉ុន្តែបើខេត្តកណ្ដាលនៅក្នុងស្រុកភូមិរបស់ខ្ញុំវិញតាំងពីតូចរហូតដល់ដឹងក្ដីខ្ញុំមិនធ្លាប់ឃើញសត្វក្របីពិតប្រាកដនោះទេទើបតែឥឡូវទើបតែបានឃើញសត្វក្របីពិតប្រាកដដោយសារតែឧស្សាហ៍ធ្វើដំណើរទៅខាងស្វាយរៀងនិងព្រៃវែងនឹងឯងកំឡោះសុភ័ក្រដោយសារតែមានដើមទុនធំ
ព្រោះគេគឺជាកូនអ្នកមានគេតែងតែទិញសัตว์ក្របីយកទៅលក់នៅទីប្រជុំជនផ្សេងទៀតទីបំផុតកំឡោះម្នាក់នេះក៏បានប្រែក្លាយទៅជាអ្នកមានជាដង្ខៅក្តាប់ក្តាប់ចំនួនច្រើននៅក្នុងដៃគ្រួសារលោកមេភូមិក៏កាន់តែធូរធារឡើងក្រោយមកពួកគាត់ក៏បានឈប់លក់នំអន្សមនិងពង្រីកមុខរបរធំផ្សេងទៀតនាងក្រមុំជាមួយនឹងកំឡោះបានរស់នៅជាមួយនឹងគ្នារហូតមានកូនមានចៅក្រោយពីនោះមកស្វាយរៀងជាមួយនឹងខេត្តកំពង់ចាមមិនឆ្ងាយនោះទេកំឡោះតែងតែធ្វើដំណើរប្រហែលជាកន្លះខែទៅផ្ទះទៅលេងម្ដាយរបស់គេម្ដងចំណែកឯស្រីមុំក៏តែងតែទៅជាមួយនឹងប្តីដែររីឯសាច់រឿងមួយនេះខ្ញុំបានក៏សូមបញ្ចប់ទៅត្រឹមនេះបើសិនជាមានកំហុសកុសឆ្គងពាក្យពេចន៍សម្ដីត្រង់ណាដែលខ្ញុំនិយាយទៅមិនសមរម្យនោះក៏សូមអធិស្ឋានចំពោះរូបខ្ញុំផងបាទសូមអរគុណនិងសូមជម្រាបលា